ចឹងថ្ងៃនេះជាថ្ងៃមួយដែលក្រុមខាងតូហើយកូនមួយចៅជាយុវជនយុវនារីបាទដែលបាននាំមកនៅជំនួយឬថាអំណោយសប្បុរសចំពោះផ្ទះដែលមួយជើងទៀបបាទជើងទៀបណាវាមានជំងឺប្រចាំខ្លួនយ៉ាងកងធ្វើដំណើរក៏រត់ទទួលទានមិនបានទេទៅផ្ទះជើងទៀបនឹងមានទីលំនៅក្នុងភូមិពញាគោលភូមិវត្តអង្គខាងជើងស្រុកពទីមាសខេត្តកំពតបាទចឹងក្នុងនាមខ្ញុំបានជួបមុខឲ្យអាជ្ញាធរភូមិពញាគោលក្នុងឃុំវត្តអង្គខាងជើងក៏ដូចជាមន្ត្រីប៉ុស្តិ៍រដ្ឋបាលប្រចាំឃុំវត្តអង្គខាងជើងសូមថ្លែងអំណរគុណដល់ក្មួយកូនជាយុវជនយុវនារីទាំងអស់មានន័យថាមានពេញក្នុងសត្វក្មេងហើយមានទឹកចិត្តជាសប្បុរសចេះធ្វើបត់ធ្វើទៀនមានសេចក្តីអាណិតអាសូរដល់អ្នកទីតក្រដូចជាជើងទៀបនេះជាជាក់ស្ដែងក្នុងពេលនេះដូច្នេះខ្ញុំតំណាងឲ្យអាជ្ញាធរភូមិក៏ដូចជាឃុំដឹកមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំវត្តអង្គជើងមានអ្វីតបឆ្លើយចំពោះកូនក្មួយទាំងអស់ទេមានតែជូនពរជ័យបាទសេរីមង្គលបវរល្អប្រសើរដល់កូនបាទជាយុវជនយុវនារីទាំងអស់ដែលមានចិត្តជាបុត្រជាកុសលនេះក្នុងពេលបច្ចុប្បន្នសូមឲ្យកូនក្មួយចៅទាំងអស់បានជួបសេចក្តីសុខចម្រុងចម្រើនរោគទទួលទានមានបានហើយធ្វើដំណើរវិលត្រឡប់ទៅលំនៅឋានក៏ដូចជាទីកន្លែងការងារនឹងជួបតែសុខសុវត្ថិភាពកុំអោយជួបឧប